ตาหนนาคลาโจจัดยามประหัดได้ทราบแต่เพียบง่ายสู้ក្នុងការចំអិននិងរសជាតិឈ្ងុយឆ្ងាញ់របស់ប្រហិតធ្វើឲ្យវាក្លាយជាអាហារពេញនិយមមួយសម្រាប់ការញ៉ាំលេងឬពេលជួបជុំនានាជាពិសេសពេលយើងណាត់ជាមួយមិត្តភ័ក្តិទៅញ៉ាំអីនៅខាងក្រៅភាគច្រើនប្រហិតធ្វើឡើងពីសាច់សុទ្ធឬសាច់ជាប់ខ្លាញ់ជាហេតុធ្វើឲ្យវាសម្បូរទៅដោយប្រូតេអ៊ីនជាធាតុផ្សំសំខាន់មួយសម្រាប់ការបង្កើនសាច់ដុំក្នុងរាងកាយដូចនេះវាស័ក្តិសមចំពោះអ្នកដែលចង់បង្កើនសាច់ដុំប៉ុន្តែការញ៉ាំប្រហិតក៏អាចប្រឈមមុខនឹងបញ្ហាសុខភាពបានដែរក្នុងវីដេអូនេះយើងនឹងទៅមើលវិផលប៉ះពាល់របស់ការញ៉ាំប្រហិតចំពោះសុខភាពរបស់យើងទី1ខ្លាញ់ឆ្អែតចំពោះប្រហិតធ្វើពីសាច់គោនិងសាច់ជ្រូកវាសម្បូរទៅដោយខ្លាញ់ឆ្អែតជាមូលហេតុចម្បងមួយនៃការប្រឈមមុខនឹងជំងឺបេះដូងនិងជំងឺសរសៃឈាមព្រោះវាធ្វើឲ្យបរិមាណ LDL ដែលជាកូឡេស្តេរ៉ុលមិនល្អកើនឡើងទី2សូដ្យូមប្រហិតភាគច្រើនប្រើអំបិលដើម្បីជួយឲ្យរក្សាទុកបានយូរនិងបង្កើនរសជាតិឲ្យប្រហិតសូដ្យូមក្នុងអំបិលអាចបណ្ដាលឲ្យប្រឈមមុខនឹងជំងឺលើសឈាមនិងជំងឺសរសៃឈាមទី3គ្រឿងផ្សំផ្សេងទៀតក្រៅពីសាច់និងខ្លាញ់គេអាចនឹងបន្ថែមគ្រឿងផ្សំមួយចំនួនទៀតដូចជាម្សៅសារធាតុណៃត្រេតណៃត្រៃសារធាតុបូរ៉េកឬសារធាតុហ្វូម៉ាលីននិងសារធាតុបង្កើនអាហារូបត្ថម្ភមួយចំនួនផ្សេងទៀតចំពោះសារធាតុណៃត្រេតណៃត្រៃវាជួយឲ្យសាច់ប្រហិតមិនងាយខូចនិងធ្វើឲ្យពណ៌របស់ប្រហិតក្រហមគួរឲ្យចង់ញ៉ាំប៉ុន្តែការញ៉ាំសារធាតុប្រភេទនេះចូលទៅក្នុងពោះងាយធ្វើឲ្យយើងប្រឈមមុខនឹងជំងឺមហារីកក្រពះពោះវៀនឬរារាំងដល់ការធ្វើការរបស់កូលីកាឈាមក្រហមក្នុងការចាប់យកអុកស៊ីហ្សែនដែលធ្វើឲ្យរាងកាយរបស់យើងនឹងក្រចកឡើងពណ៌ខៀវហើយពិបាកដកដង្ហើមងាយដង្ហក់និងបេះដូងលោតញាប់ខុសធម្មតាជាដើមសារធាតុបូរ៉េកនិងហ្វូម៉ាលីនវាជាសារធាតុធ្វើឲ្យសាច់មើលទៅក្រហមស្រស់និងជួយឲ្យប្រហិតរក្សាទុកបានយូរប៉ុន្តែវាក៏ផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធរំលាយអាហារនិងប្រព័ន្ធដំណក់ដង្ហើមដែរការញ៉ាំអាហារដែលមានសារធាតុប្រភេទនេះយូរអាចបណ្ដាលឲ្យរាងកាយរបស់យើងងាយអស់កម្លាំងមិនចង់ញ៉ាំអាហារនិងអាចធ្ងន់ធ្ងររហូតដល់រលាកក្រពះពោះវៀនឬខូចតម្រងនោមជាដើមបច្ចុប្បន្នសារធាតុបូរ៉េកនិងហ្វូម៉ាលីនត្រូវបានគេហាមឃាត់មិនឲ្យប្រើប្រាស់នៅក្នុងអាហារទៀតឡើយតែយ៉ាងណាដើម្បីសុវត្ថិភាពយើងគួរទិញឬញ៉ាំប្រហិតដែលស្គាល់ប្រភពច្បាស់លាស់និងមានការទទួលស្គាល់ត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធដើម្បីធានាសុវត្ថិភាពសុខភាពរបស់យើងក្រៅពីគ្រឿងផ្សំក្នុងប្រហិតដែលអាចធ្វើឲ្យយើងប្រឈមមុខនឹងបញ្ហាសុខភាពការចៀនឬបំពងជាមួយខ្លាញ់កាន់តែធ្វើឲ្យយើងប្រឈមមុខនឹងបញ្ហាសុខភាពថែមមួយកម្រិតទៀតបន្ទាប់ពីវីដេអូនេះតើអ្នកទាំងអស់គ្នាមានប្រធានបទអ្វីដែលចង់ដឹងបន្ថែមទៀតដែរឬទេបើមានសូមកុំភ្លេចខមមិនប្រាប់ពួកយើងខាងក្រោមផងយើងដឹងហើយថាអាហារនិងការធ្វើលំហាត់ប្រាណជាគន្លឹះសំខាន់មួយសម្រាប់ការថែទាំសុខភាពដូច្នេះយើងគួរយកចិត្តទុកដាក់ចំពោះអ្វីដែលយើងបានបរិភោគនិងធ្វើលំហាត់ប្រាណដែលបានទៀងទាត់ដើម្បីទទួលបានសុខភាពល្អសូមជួយ like និង share ប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍ចំពោះអ្នកនិងអ្នកដទៃ